អត្ថបទព្រះធម៌អប់រំចិនដោយព្រះសាសនមុនីមហាកម្មដ្ឋានាចារ្យហឹមប៊ុនធឿនធម្មធិរោអវាទទី137ព្រះពុទ្ធតែងណែនាំយើងឲ្យចេះសេពគប់រាប់អានព្រោះការសេពគប់រាប់អាននេះសំខាន់ណាស់បើអាស្រ័យរាប់រកជាមួយអសប្បុរសបានស្ដាប់ពាក្យសម្ដីច្រើនសូម្បី1000ឬ100,000ម៉ាត់ក៏អត់ប្រយោជន៍គ្មានន័យគ្មានខ្លឹមសារដែរនាំតែកើតបញ្ហារឿងរ៉ាវមិនចេះចប់ហើយនាំកើតមេរោគបាបអកុសលខ្លាំងជាងបរិភោគចំណីអាហារដាក់គីមីទៅទៀតប៉ុន្តែមិត្តជាសប្បុរសសូម្បីបានស្ដាប់ពាក្យសម្ដីត្រឹមតែ2ឬ3ម៉ាត់ក៏ប្រសើរមានន័យមានប្រយោជន៍ខ្លាំងណាស់ជួយសតិបញ្ញាដល់ផ្លូវចិត្តបានសុខស្ងប់អស់ទុក្ខកង្វល់ហើយនាំឲ្យចម្រើនគុណធម៌ប្រសើរណាស់ដូចជាស្ដាប់ហើយមានសទ្ធាលះលោភៈទិដ្ឋិមេនៈស្ដាប់ហើយមានសតិរលឹកដឹងហេតុផលលះទោសៈក្រោធខឹងស្ដាប់ហើយមានព្យាយាមមានសង្វេគលះខ្ជិលច្រអូសអាប់អួងប់ជ្រប់ក្នុងចិត្តស្ដាប់ហើយយល់ច្បាស់តាមការពិតស្ងប់កាយចិត្តលះសេចក្តីក្តៅក្រហាយរាយមាយរវើរវាយស្ដាប់ហើយកើតបញ្ញាលះបង់មន្ទិលសង្ស័យសៅហ្មងស្មុគស្មាញនាំចិត្តត្រជាក់ថ្លាស្អាតក្នុងសមាធិឃើញជ្រាបច្បាស់នៅអរិយសច្ចៈអស់បញ្ហាគឺសេចក្តីទុក្ខទាំងពួង